តោះបងប្អូនមកឆែកមើលពីរបៀបក្នុងការដំឡើងផ្ទាំង PVC slide ផ្ទាំងធំពីមួយដំណាក់កាលទៅមួយដំណាក់កាលទាំងអស់គ្នាអញ្ចឹងដំបូងឡើយយើងចាប់ផ្ដើមទៅលើការស្វែងរករបស់យើងដើម្បីយើងមានរន្ធងាយស្រួលបាញ់វាភ្ជាប់ទៅលើទីតាំងរបស់បងប្អូនបន្ទាប់មកទៀតយើងចាប់ផ្ដើមធ្វើការហែកទៅលើផ្ទាំង PVC របស់យើងដែលមានការវេចខ្ចប់ដ៏ត្រឹមត្រូវពីរោងចក្រមកឲ្យប្រកាសថាផលិតផលដែលបងប្អូនទទួលបានគឺល្អអត់មានខូចខាតអ្វីទាំងអស់នៅពេលដែលយើងហែកផ្ទាំង PVC របស់យើងរួចរាល់យើងចាប់ផ្ដើមធ្វើការវាស់ទៅលើកម្ពស់ដើម្បីប្រកាសថាកម្ពស់ដែលយើងកំងជាមួយនឹងកម្ពស់ជាក់ស្ដែងមានភាពត្រឹមត្រូវនៅពេលដែលយើងវាស់កម្ពស់ត្រឹមត្រូវហើយយើងចាប់ផ្ដើមធ្វើការបាញ់រ៉ៃភ្ជាប់ជាមួយទៅលើទីតាំងរបស់បងប្អូនអាចទីតាំងជាថ្នាំបេតុងឬក៏ថ្នាំដែកអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងបាញ់រួចរាល់ 100% យើងចាប់ផ្ដើមធ្វើការយក PVC របស់យើងធ្វើជាមួយនឹងកង់ញុកចូលទៅកាន់ផ្លូវរ៉ៃរបស់យើងនៅពេលដែលយើងភ្ជាប់រួចរាល់ហើយយើងអាចបាញ់ទៅលើរ៉ៃរបស់យើងដើម្បីបិទផ្ចិត 100% ផ្លូវដែល PVC របស់យើងត្រូវរត់ចំណាំផងដែរបងប្អូននៅពេលដែលបងប្អូនបាញ់រ៉ៃឬក៏យើងធ្វើកង់រួចរាល់នៅពេលចង់បញ្ចប់បងប្អូនអាចបាញ់ពីមកគ្រាប់នៅចុងសងខាងរ៉ៃទៅដើម្បីកុំឲ្យ PVC របស់យើងរត់ហួសផ្លូវនៅចុងសងខាងរបស់ផ្ទាំង PVC នីមួយៗភ្ជាប់ជាមួយនឹងបង្គោលដែលឆក់រួចរាល់អញ្ចឹងបងប្អូនយកទៅគ្រាន់តែដំឡើងជាមួយនឹងបង្គោលដែកថែមដើម្បីភ្ជាប់ជាមួយនឹងទីតាំងបញ្ឈររបស់បងប្អូនគឺយើងអាចឆក់ជាប់ជាមួយនឹងផ្ទាំង PVC របស់យើងជាការស្រេចបងប្អូនអាចប្រើប្រាស់ទៅលើផ្ទាំង PVC ប្រភេទ slide ផ្ទាំងធំយ៉ាងមានប្រសិទ្ធភាពបាទសូមអរគុណ